ក្រុមអង់គ្លេសមួយដែលលេងល្អមើលលេងជក់ភ្នែកនាំមកនៅភាពជក់ចិត្តដិតអារម្មណ៍នាំមកនៅភាពរំភើបដល់ការទស្សនារបស់ទស្សនិកជននោះហើយគឺជាក្រុមអង់គ្លេសដែលលោក Thomas Tuchel ចង់កសាងក៏ប៉ុន្តែពីប្រកួតដំបូងនៃការចាប់ផ្ដើមការងារជាក្រុមគោលថ្មីរបស់អង់គ្លេសពីសំណាក់លោក Thomas Tuchel ឈ្នះទាំងពីរប្រកួតតែឈ្នះទាំងមិនសូវទទួលបានការសាទរប្រមាណទេហើយម្យ៉ាងក៏ជាជ័យជំនះលើក្រុមដែលមានកម្រិតក្រោមជាងកម្រិតខ្សោយជាងក្រុមដែលមានចំណាត់ថ្នាក់រហូតដល់140ទៀតផងអង់គ្លេសបានចាប់ផ្ដើមវគ្គជម្រុះ FIFA World Cup 2026ប្រចាំទ្វីបអឺរ៉ុបក្រោមការដឹកនាំរបស់គ្រូជនជាតិអាល្លឺម៉ង់ Tuchel ដោយយកឈ្នះ Albany 2-0 ហើយបន្តមកទៀតបានយកឈ្នះក្រុម Latvia ឬក៏ Lettonia 3-0 Latvia ឬក៏ Lettonia នេះមានចំណាត់ថ្នាក់ទី140ក្នុង FIFA Rankingជ័យជំនះទាំងពីរលើកនេះគឺជាជ័យជំនះធម្មតាគឺជាជ័យជំនះដែលនរណាក៏មើលឃើញគឺជាជ័យជំនះមួយដែលដូចទៅនឹងការរំពឹងទុករបស់មនុស្សជាទូទៅទៅហើយវាក៏ជារឿងសាមញ្ញមួយទៀតដែលអង់គ្លេសនៅក្នុងវគ្គជម្រុះអញ្ចឹងគឺមិនងាយឲ្យផ្លាត់មិនងាយឲ្យមានបញ្ហាអ្វីទេប៉ុន្តែទៅដល់ជុំផ្ដាច់ព្រាត់ទៅដល់ដំណាក់កាលសំខាន់វគ្គខ្ពស់អង់គ្លេសមិនសូវទៅដល់គោលដៅនៅទីបំផុតដែលពួកគេប៉ងប្រាថ្នាចង់បានជាយូរមកហើយគឺពានរង្វាន់ការសម្រេចចិត្តយកលោក Tuchel មកធ្វើជាគ្រូគោលថ្មីពីសំណាក់ FA គឺដើម្បីធ្វើណាឈ្នះពានឲ្យបាននៅក្នុងព្រឹត្តិការណ៍ FIFA World Cup 2026ប៉ុន្តែទើបតែចាប់ផ្ដើមលោក Tuchel កំពុងកសាងក្រុមអង់គ្លេសក៏ប៉ុន្តែការលេងពីប្រកួតដំបូងរបស់អង់គ្លេសក្រោមការដឹកនាំរបស់លោក Tuchel បានបង្ហាញឲ្យឃើញថាអ្វីដែលលោក Tuchel ចង់បានมันអាចសម្រេចបានក្នុងពេលខ្លីលឿនរហ័សបានទេការបង្ហាញរបស់អង់គ្លេសពីប្រកួតដំបូងនៃការដឹកនាំរបស់លោក Tuchel នេះគឺកលេចឆាច់ទៅគឺដូចទៅនឹងក្រុមអង់គ្លេសពីមុនយ៉ាងច្រើនប៉ះក្រុមដែលកម្រិតខ្សោយជាងកម្រិតទាបជាងប៉ុន្តែតម្រាំតែស៊ីគេបានមកគ្រាប់នឹងរៀងតឹងទ្រូងកីឡាករលេង LOL រៀងខ្ជិលពេលខ្លះមើលទៅដូចដើរដែលជាអត្តសញ្ញាណជាយូរឆ្នាំមកហើយរបស់ក្រុមអង់គ្លេសហើយលោក Thomas Tuchel នេះកាលនៅជាអ្នកវិភាគការប្រកួត Euro 2024កាលនោះអង់គ្លេសក្រោមការដឹកនាំរបស់គ្រូបង្គោលចាស់ Gareth Southgate Euro 2024ដែលអង់គ្លេសឡើងផ្ដាច់ព្រាត់ជាលើកទី2ជាប់គ្នាតែបានបរាជ័យដំថ្វីជើងអេស្ប៉ាញ 2-1 បន្ទាប់ពី Euro 2020លើទឹកដីខ្លួនឯងបានឡើងដល់វគ្គផ្ដាច់ព្រាត់ដែរតែចាញ់អ៊ីតាលីដោយបាល់ពេណាល់ទីកាត់សេចក្ដីបន្ទាប់ពីចាញ់អេស្ប៉ាញក្នុងវគ្គផ្ដាច់ព្រាត់ Euro 2024បានត្រឹមតែជើងអាចរងសារជាថ្មីលោក Tuchel កាលនោះជាអ្នកវិភាគបានមើលឃើញថាក្រុមអង់គ្លេសបង្វឹកដោយលោក Gareth Southgate ខ្វះអាំងតង់ស៊ីតេ lack intensity ខ្វះអត្តសញ្ញាណ lack identity និងខ្វះក្តីស្រេកឃ្លាន lack hungerឥឡូវគាត់ខ្លួនឯងគឺជាគ្រូបង្គោលអង់គ្លេសផ្ទាល់វិញម្ដងប៉ុន្តែអង់គ្លេសមិនទាន់ធ្វើឲ្យបានច្រើនដូចអ្វីដែលលោក Tuchel ចង់បាននៅឡើយទេគឺអង់គ្លេសនៅលេងតាមរបៀបចាស់ច្រើននៅឡើយលោក Tuchel ចង់ឃើញក្រុមអង់គ្លេសចំនួនថ្មីមានភាពក្លាហានហើយនាំមកនៅភាពជក់ចិត្តភាពរំភើបនៅក្នុងការប្រកួតក៏ប៉ុន្តែបន្ទាប់ពីលេងពីប្រកួតដំបូងនេះបានបង្ហាញឲ្យឃើញថាត្រូវការពេលវេលាច្រើនទៀតតម្រាំតែអាចផ្លាស់ប្ដូរអង់គ្លេសទៅជាក្រុមមួយដែលលេងជក់ភ្នែកលេងល្អមើលជក់ចិត្តដិតអារម្មណ៍ដោយតែលោក Thomas Tuchel ចង់បានលោក Tuchel បានទទួលស្គាល់ថាអង់គ្លេសនៅមានចំណុចដែលត្រូវពង្រឹងបន្ថែមច្រើនទៀតក៏ប៉ុន្តែលោកមានសុទិដ្ឋិនិយមថាពួកយើងនឹងទៅដល់ទីនោះសំដៅថាការលេងរបស់អង់គ្លេសនឹងទៅដល់ចំណុចមួយដែលលោកចង់បានមានកីឡាករមួយចំនួនលេងបានតាមអ្វីលោកចង់បានហើយកីឡាករមួយចំនួននៅឡើយហើយកីឡាករមួយចំនួនលេងខុសទីតាំងចឹងលោកថាជារួមគឺវិជ្ជមានពេលវេលានៅសល់ជាង1ឆ្នាំទៀតតម្រាំដល់ FIFA World Cup 2026ដែលធ្វើនៅកាណាដាអាមេរិកមេស៊ីកូឆ្លងកាត់ការប្រមូលផ្ដុំជាង1សប្តាហ៍នឹងលេងពីប្រកួតមួយនេះទល់នឹង Albany និងទល់នឹង Lettonia លោក Thomas Tuchel បាននិយាយថាវាល្អពីព្រោះថាខ្ញុំបានរៀនសូត្រអំពីក្រុមរបស់ខ្ញុំហើយក្រុមរបស់ខ្ញុំក៏បានរៀនសូត្រអំពីខ្ញុំវិញផងដែរមានថាចាប់ផ្ដើមស្គាល់គ្នាទៅវិញទៅមកកាន់តែច្រើនឡើងដើម្បីឈានទៅបន្តកសាងក្រុមឲ្យឈានទៅដល់ចំណុចមួយដែលទាំងអស់គ្នាចង់បានរីឯក្លឹបបាល់ទាត់មួយល្បីឈ្មោះដែររបស់អង់គ្លេសគឺក្លឹប Reading ដែលធ្លាប់លេងក្នុងក្របខ័ណ្ឌ Premier League ដែរកាន់តែធ្លាក់ជ្រៅក្នុងវិបត្តិហិរញ្ញវត្ថុហើយរដូវកាល 2021-22 ខាត 17 លានផោនរដូវកាល 2022-23 ខាត 21.7 លានផោនផ្សេងទៀតហើយក្នុងរដូវកាលនេះក៏ត្រូវបានរំពឹងថានឹងខាតច្រើនបន្ថែមទៀតផងដែរបាទអញ្ចឹងមិនថាការវិនិយោគនៅក្នុងវិស័យកីឡាបាល់ទាត់នេះត្រូវការទុនច្រើនណាស់ហើយមិនប្រកាសថាចំណេញទេអ្នកចំណេញក៏ចំណេញទៅជោគជ័យក៏ជោគជ័យទៅក៏ប៉ុន្តែទន្ទឹមគ្នានឹងក៏មានអ្នកខាតបោកក្តិតខោក៏មានអ្នកខ្សែធនច្រើនដែរបើចំណែក Harry Kane ប្រធានក្រុមជម្រើសជាតិអង់គ្លេសនិងសមាជិកក្លឹប Bayern Munich បាននិយាយថាសម្លេងរបស់កីឡាករអំពីក្តីកង្វល់របស់កីឡាករចំពោះការប្រកួតច្រើនរដឹកមមាញឹកពេកមិនមានអ្នកស្ដាប់មិនមានអ្នកខ្វាយខ្វល់ទេដោយសារតែការប្រកួតឥឡូវនេះកាន់តែមមាញឹកឡើងការប្រកួតក្លឹបផងជម្រើសជាតិផងពានកាន់តែច្រើនឡើង
ហើយការប្រកួតក្រុមជាមួយជាតិនឹងត្រឡប់មកវិញម្ដងទៀតនៅរវាងថ្ងៃទី2ដល់ថ្ងៃទី10មិថុនាគឺតែប្រហែលថ្ងៃក្រោយចប់វគ្គផ្ដាច់ប្រវត្តិ UEFA Champions League វគ្គផ្ដាច់ប្រវត្តិ UEFA Champions League លេងនៅថ្ងៃទី31ខែឧសភាចំណែកក្របខ័ណ្ឌ Premier League នឹងចប់នៅថ្ងៃទី25ឧសភាហើយនៅក្នុងរដូវក្តៅនេះមានការប្រកួត FIFA Club World Cup ដែលបង្កើនចំនួនក្រុមកាន់តែច្រើនបង្កើនចំនួនការប្រកួតកាន់តែច្រើនពីរវាងថ្ងៃទី15មិថុនាដល់ថ្ងៃទី13កក្កដានៅសហរដ្ឋអាមេរិកតែទោះបីយ៉ាងណា Kane និយាយថាគេក៏ចង់លេងការប្រកួតឲ្យបានច្រើនតាមដែលអាចធ្វើទៅបានដែរហើយគេនឹងព្យាយាមឲ្យអស់ពីសមត្ថភាពរបស់គេដើម្បីសម្រេចជោគជ័យឈ្នះពានរង្វាន់នៅក្នុងអាជីពរបស់គេ